ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះចង់និយាយអំពីសមាជបងប្អូនដែលសមាជនេះបងប្អូនខ្លះគាត់ដឹងហើយខ្លះក៏មិនដឹងដែរសមាជកាលសម័យមុនកាលដែលព្រះបរមរតនកោដ្ឋទ្រង់ដឹកនាំប្រទេសយើងហៅថាជាប្រមុខរដ្ឋហើយប្រមុខរាជរដ្ឋាភិបាលនោះគាត់បានរៀបចំធ្វើជាសមាជដែលពេលនោះគឺមហាជនច្រើនបងប្អូនប្រជុំដោយមហាជនច្រើនមកតាំងពីស្រុកខេត្តមកហើយលើកឡើងនៅបញ្ហាផ្សេងនៅពេលប្រជុំនោះឯងបងប្អូនប៉ុន្តែព្រឹត្តិការណ៍ដែលទៅតែកើតឡើងថ្មីនេះគឺយើងហៅថាសមាជរដ្ឋសភានិងព្រឹទ្ធសភាបងប្អូនហើយនេះគឺជាព្រឹត្តិការណ៍មួយថ្មីយើងអាចថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីដែលកម្ពុជាអត់ដែលមានទេពីមុនមកនៅក្នុងរដ្ឋសភាព្រឹទ្ធសភាយើងមានប្រជុំដែរប៉ុន្តែប្រជុំយើងហៅថាប្រជុំសាមញ្ញអញ្ចឹងទៅឬក៏វិសាមញ្ញហើយប្រជុំរៀងរាល់សប្តាហ៍នៅចុងសប្តាហ៍ហ្នឹងគឺមានប្រជុំប្រចាំតាមធម្មតាអញ្ចឹងទៅប៉ុន្តែរបៀបប្រជុំដែលជាលក្ខណៈសមាជដោយមានសមាជិករដ្ឋសភានិងព្រឹទ្ធសភាទាំងអស់មានន័យថាសមាជិកហ្នឹងគាត់ជាតំណាងប្រជាពលរដ្ឋឬតំណាងរាស្ត្រមកពីតាមខេត្តគ្រប់ខេត្តក្រុងទាំងអស់បងប្អូនហើយជាពិសេសគឺតាមខេត្តហ្នឹងឯងតំណាងរាស្ត្រហ្នឹងគឺកាន់នៅយើងហៅថាគាត់ចុះមូលដ្ឋានខេត្តរាជធានីមកគ្រប់បងប្អូនអញ្ចឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីនេះគឺនៅថ្ងៃចាប់ពីថ្ងៃទី2បងប្អូនថ្ងៃទី2ខែមិថុនាឆ្នាំ2025នេះអានេះជាចំណេះដឹងថ្មីមួយហើយយើងនិយាយពីចំណេះដឹងទូទៅបងប្អូនអាចកត់សម្គាល់បាននៅពេលដែលគេសួរថាសមាជព្រឹទ្ធសភានិងរដ្ឋសភាលើកទី1ប្រព្រឹត្តទៅនៅថ្ងៃណាអញ្ចឹងបងប្អូនអាចចាំហើយឬក៏ចាប់ផ្ដើមនៅថ្ងៃណាអញ្ចឹងលើកទី1ហ្នឹងគឺថ្ងៃទី2ខែមិថុនាឆ្នាំ2025ហើយថ្ងៃទី2ថ្ងៃទី3ខែមិថុនាហ្នឹងបងប្អូនមានរយៈពេល2ថ្ងៃហើយនៅក្នុងព្រឹត្តិការណ៍សមាជនេះមានការលើកឡើងនៅរបៀបវារៈសំខាន់ចំនួន3ទី1គឺប្រព័ន្ធគាំពារសង្គមទី2និយាយអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយនិងទី3និយាយអំពីកសិកម្មបងប្អូនពាក់ព័ន្ធនឹងវិស័យកសិកម្មអញ្ចឹងខ្ញុំគិតថាវាជារឿងមួយល្អដែរនៅពេលដែលមានសមាជបែបនេះកើតឡើងពីព្រោះពេលខ្លះប្រជុំមិនដូចជាសមាជដោយសារអីការលើកឡើងហ្នឹងប្រជុំនៅក្នុងរដ្ឋសភានឹងអាចថាមានការចូលរួមតិចជាងប្រជុំធំបែបនេះជាសមាជហ្នឹងបងប្អូនដូចបងប្អូនបានឃើញហើយតំណាងរាស្ត្របានលើកឡើងពីបញ្ហាដែលនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួនដែលខ្លួនបានកាន់កាប់អធិស្ឋានកាន់កាប់ដែលខ្លួនបានចុះឈរជាតំណាងនៅទីនោះបងប្អូនអញ្ចឹងនៅពេលដែលប្រជុំសមាជអញ្ចឹងគាត់បានលើកឡើងពីបញ្ហាដែលប្រមូលបានពីអ្នកក្រោមផ្ទាល់ឬក៏ប្រជារាស្ត្រហើយគាត់ដឹងនៅទីនោះមានបញ្ហាអីគាត់អាចលើកឡើងនៅក្នុងនេះក្នុងការប្រជុំសមាជនេះដើម្បីមានដំណោះស្រាយទៅថ្ងៃក្រោយបងប្អូនអញ្ចឹងគឺជារឿងល្អហើយមែនតើវាមានសារៈសំខាន់ណាស់បើសិនបើមានសមាជនេះជាបន្តអញ្ចឹងទៅខេត្តណាមានបញ្ហាអីគឺតំណាងរាស្ត្ររបស់យើងគាត់លើកឡើងបងប្អូនលើកឡើងអញ្ចឹងបន្ទាប់ពីលើកឡើងហើយរាជរដ្ឋាភិបាលគាត់មានទូនីតិមានចាត់វិធានការឬក៏ដំណោះស្រាយយ៉ាងណាទៅតាមទិដ្ឋភាពឬស្ថានភាពជាក់ស្ដែងអញ្ចឹងទៅដូចជានៅក្នុងឧទាហរណ៍បងប្អូនឃើញតាមបណ្ដាញសង្គមអីគឺមានឯកឧត្តមម៉ុងរទ្ធីដែលគាត់លើកឡើងអំពីបញ្ហានាំយើងហៅថាចំណីគីមីមានសាច់មានអីជាដើមឬក៏ជីនិយាយពីជីបញ្ហាជីហ្នឹងគឺសុទ្ធតែជាចំណុចមួយដែលជាបញ្ហាដែលយើងមិនបានដឹងទេពីមុនមក
យើងដឹងគ្រប់គ្នាប៉ុន្តែនៅក្នុងការលើកឡើងនៅអង្គប្រជុំនេះយើងមិនដែលដឹងថាគាត់បានលើកឬមិនបានលើកប៉ុន្តែនៅពេលដែលមានសមាជបែបនេះគឺយើងដឹងថាបញ្ហានេះត្រូវបានលើកឡើងនៅក្នុងអង្គប្រជុំគឺសមាជហ្នឹងឯងបងប្អូនអញ្ចឹងគាត់លើកឡើងហ្នឹងដើម្បីឲ្យដំណោះស្រាយមានន័យថារដ្ឋាភិបាលសូមឲ្យធ្វើការត្រួតពិនិត្យនៅពេលនាំចូលអញ្ចឹងវាជារឿងសំខាន់ដែរបើយើងអាចអនុវត្តវិធានការយ៉ាងណារឹតបន្តឹងការនាំចូលដែលរបស់ដែលមានសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពនៃចំណីអាហារនឹងជាពិសេសបងប្អូនមួយទៀតឯកឧត្តមប៉ែនស៊ីម៉នបងប្អូនដែលជាតំណាងរាស្ត្រខេត្តកំពតគាត់បានលើកឡើងអំពីបញ្ហាទុរេនកំពតនិយាយអំពីទុរេនកំពតឬក៏ទុរេនមកពីខេត្តកំពតហ្នឹងឯងបងប្អូនទុរេនខ្លះទុរេនកំពតប៉ុន្តែមិនមែនដាំនៅកំពតទេវាមកពីកំពតមែនប៉ុន្តែវាអាចនាំចេញនាំចូលអីយ៉ាងហ្នឹងបងប្អូនយ៉ាងបើគាត់ថាទុរេនកំពតឬក៏ទុរេនដាំនៅកំពតវាមានបញ្ជាក់យ៉ាងទៀតណាបងប្អូននេះជាការលើកឡើងមួយដែលជាបញ្ហាដែលមាននៅក្នុងកម្ពុជារបស់យើងហើយបច្ចុប្បន្នហ្នឹងឯងយ៉ាងវាសើទៅជារឿងល្អណាស់បងប្អូនហើយមែនតើតំណាងរាស្ត្រមិនថាមកពីគណៈបកណាទេដែលអាចដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានព្រោះតែខ្លួនមានសមត្ថភាពហើយអាចបញ្ចេញមតិយោបល់នៅក្នុងអង្គប្រជុំហើយអង្គប្រជុំឬក៏ថារាជរដ្ឋាភិបាលបានលើកនៅបញ្ហារបស់តំណាងរាស្ត្រនីមួយៗតាមរយៈសំណើរបស់គាត់ហើយយកទៅដោះស្រាយអាហ្នឹងប្រទេសជាតិច្បាស់ណាស់ថាវានឹងមានការប្រែប្រួលបងប្អូនប្រែប្រួលជាបន្តបន្ទាប់យ៉ាងទៅអញ្ចឹងជារឿងល្អណាស់ហើយបងប្អូនឲ្យមានសមត្ថភាពអាចឈរជាតំណាងរាស្ត្រតំណាងអីហ្នឹងគឺឱកាសនៃការបញ្ចេញសមត្ថភាពឬក៏ឱកាសនៃការបញ្ចេញយោបល់របស់ខ្លួននៅក្នុងចំណុចខ្វះខាតដែលកើតឡើងនៅតាមខេត្តឬតាមមូលដ្ឋានដែលខ្លួនបានចុះផ្ទាល់នោះអាចមានឱកាសពេលហ្នឹងឯងបងប្អូនយ៉ាងខ្ញុំគិតថាវាជារឿងសំខាន់ហើយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរបស់យើងគ្រប់គ្រងនៅសកម្មភាពនេះហើយរដ្ឋាភិបាលនឹងបង្កើតឲ្យមានការប្រជុំរបៀបនេះនេះជាបន្តបន្ទាប់យ៉ាងទៅដោយសារនេះយើងដឹងហើយថាជាលើកទី1ជាព្រឹត្តិការណ៍ប្រជុំលើកទី1អញ្ចឹងអាចថាវាមានបន្តទៅទៀតប៉ុន្តែអត់ទាន់បានដឹងថាមានរបៀបយើងហៅថាកំណត់ការបរិច្ឆេទបែបណាក៏អត់បានដឹងដែរបងប្អូនយ៉ាងមានតែប៉ុណ្្នឹងទេបងប្អូនណានេះជាចំណេះដឹងយើងអាចបញ្ចូលនៅក្នុងចំណេះដឹងទូទៅថ្មីមួយសម្រាប់បងប្អូនគាត់សម្គាល់ទុកជាងអាចប្រឡងចេញក៏ថាបាទដែរសូមអរគុណបងប្អូនចំពោះការតាមដាននិងស្ដាប់នៅវីដេអូនេះបងប្អូនសូមអរគុណសូមជម្រាបលា